សូមជម្រាបសួរសាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅរសៀលថ្ងៃទី10ខែធ្នូឆ្នាំ2025នាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5ភាគីថៃបានបន្តការរំលោភបំពានលើបទច្បាប់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាការប្រើប្រាស់សភាវុធធនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានយ៉ាងច្បាស់កឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសន្តិភាពអន្តរជាតិផងដែរនាងខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃនៅតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា1ស្ថានភាពជួរមុខនៅសមរភូមិក្នុងទិសយុទ្ធភូមិភាគទី4ភាគីថៃបានបើកបាក់ការបាញ់ប្រហារមកលើកម្ពុជាគិតចាប់ពីវេលាម៉ោង 8:55 នាទីដល់វេលាម៉ោង 3 រសៀលចាប់ពីវេលាម៉ោង 8:55 នាទីភាគយោធាថៃចាប់ផ្ដើមវាយសម្រុកខ្លាំងនៅភូមិសាស្ត្របោះស្បូវនិងជាំតែវេលាម៉ោង 9:40 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងចូលក្នុងគ្រប់គោលដៅនៅក្នុងតំបន់មុំ3អានសេះក្នុងខ្មោចនិងព្រះវិហារវេលាម៉ោង 9:45 នាទីកម្លាំងថ្មើរជើងរបស់ថៃបានសម្រុកចូលច្រកវាលត្រីនិងចំការចេកនៅម៉ោង 10:13 នាទីយោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះនៅម៉ោង 11:00 នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកតាមបណ្ដោយខ្សែត្រៀមជួរមុខនៅតំបន់មុំ3ភ្នំខ្មោចប្រាសាទព្រះវិហារគោល8ប្រាសាទតាក្របីថ្មដូននិងប្រាសាទតាមាន់ធំម៉ោង 12:11 នាទីយោធាថៃបានធ្វើសកម្មភាពបាញ់សម្រុកខ្លាំងនៅភូមិសាស្ត្រតាសឹមម៉ោង 12:22 នាទីយោធាថៃបន្តបាញ់កាភ្លើងធំរត់ក្រោះបាញ់បំបុកនៅជប់អង្គុញថ្មភ្នំឆាត់និងប្រាសាទតាក្របីម៉ោង 12:30 នាទីយោធាថៃប្រមូលផ្ដុំកម្លាំងវាយដោយរថក្រោះ on the drone មកទីតាំងជប់អង្គុញតារាងប៊ូលថ្មឆាត់ភ្នំ333ប្រាសាទតាក្របីទី2ស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី5ភាគីថៃបានបើកការបាញ់ប្រហារមុនមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 8:20 នាទីដល់វេលាម៉ោង 3 រសៀលគឺនៅម៉ោង 8:20 នាទីយោធាថៃបានចាប់ផ្ដើមផ្លោងចូលទៅភូមិជោគជ័យម៉ោង 8:50 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំដើម្បីហោះក្តាប់សភាពការនៅភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ម៉ោង 9:01 នាទីយោធាថៃប្រើប្រាស់កាភ្លើងធំផ្លោងចូលភូមិសាស្ត្រជ័យជំនះម៉ោង 9:08 នាទីយោធាថៃបានប្រើប្រាស់កាភ្លើងដេកាបាញ់បុកទៅភូមិសាស្ត្រជ័យជំនះម៉ោង 9:10 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការនៅភូមិសាស្ត្រព្រៃច័ន្ទដល់វេលាម៉ោង 9:27 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិព្រៃច័ន្ទម៉ោង 9:45 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ហោះលើភូមិសាស្ត្រឃុំអូ3ជាន់និងភូមិសាស្ត្រប៉ោយប៉ែតម៉ោង 9:50 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ហោះលើរង្វង់មូលស្ទឹងបត់ចំនួន2លើកនិងនៅភូមិសាស្ត្រប៉ោយប៉ែតម៉ោង 9:50 យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 និងបានទម្លាក់គ្រាប់ចំនួន2គ្រាប់នៅទីតាំងភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យនៅម៉ោង 10:49 នាទីយោធាថៃបានបាញ់ផ្លោងនៅភូមិសាស្ត្រខាងក្រោយភូមិព្រៃច័ន្ទម៉ោង 11:01 នាទីយោធាថៃបានប្រើប្រាស់ដ្រូនហោះស៊ើបការនៅភូមិសាស្ត្រឃុំអូ3ជាន់ម៉ោង 11:15 នាទីយោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន5គ្រាប់ដោយប្រើប្រាស់កាភ្លើងត្បាល់100 មីលីម៉ែត្រនិង105 មីលីម៉ែត្រចូលក្នុងភូមិឃុំចក្រីស្រុកភ្នំព្រឹកខេត្តបាត់ដំបងម៉ោង 11:22 នាទីយោធាថៃបានបាញ់សម្រុកចូលភូមិសាស្ត្រព្រៃច័ន្ទម៉ោង 11:30 នាទីយោធាថៃបានបង្កើនកម្លាំងថ្មើរជើងចល័តរថក្រោះទៅឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងម៉ោង 13:14 នាទីកម្លាំងថ្មើរជើងថៃអនដែលរថក្រោះរុលចូលមុខភូមិសាស្ត្របឹងត្រកួនម៉ោង 13:22 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងវត្តព្រៃច័ន្ទម៉ោង 14:22 នាទីយោធាថៃបានបាញ់ផ្សែងពុលចូលទៅក្នុងភូមិសាស្ត្រឃុំអូ3ជាន់គួរកត់សម្គាល់ផងដែរថានៅថ្ងៃទី 9 ខែធ្នូឆ្នាំ2025សកម្មភាពដ៏កម្រោលរបស់យោធាថៃបានបើកការបាញ់ប្រហារដោយមិនរើសគោលដៅចូលមកភូមិ
ទីប្រជុំជនភូមិឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅជាពិសេសនៅក្នុងសាលារៀនរបស់កុមារតូចៗមិនត្រឹមតែថ្ងៃទី9ម្សិលមិញទេសូម្បីតែនៅថ្ងៃទី10មុននេះបន្តិចក៏មានសកម្មភាពរបស់យោធាថៃបានបាញ់ចូលទៅក្នុងសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកស្វាយជ័យផងដែរចាការបំផ្លិចបំផ្លាញប្រាសាទតាក្របីដែលជាទីសក្ការៈរបស់កម្ពុជាទង្វើដ៏សាហាវនេះបង្ហាញអំពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈរបស់មរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបានសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដែលគិតត្រឹមថ្ងៃទី10ធ្នូឆ្នាំ2025នេះជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់9នាក់ក្នុងនោះមានទារកម្នាក់ផងដែរនិងរងរបួសជនស្លូតត្រង់ចំនួន46នាក់ចំពោះតួលេខជនភេសកដោយសារយោធាថៃបើកការឈ្លានពានវាយប្រហារមកលើកម្ពុជាក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងទី5ចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី10ខែធ្នូឆ្នាំ2025នេះគិតត្រឹមវេលាម៉ោង 12:00 នាទីរសៀលដែលមានជំលះមកកាន់ទីសុវត្ថិភាពនិងផ្ទះសាច់ញាតិមានចំនួន6ខេត្តសរុបរួមមាន 37,115 គ្រួសារស្មើប្រមាណនឹង 127,133 នាក់ក្នុងនោះរួមមានទារកកុមារតូចៗស្ត្រីមានផ្ទៃពោះចាស់ជរាជនពិការនៅខេត្តព្រះវិហារខេត្តសៀមរាបខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងនៅក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រៅនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពាននិងគំរាមកំហែងដល់សន្តិភាពស្ថិរភាពក្នុងតំបន់ទន្ទឹមនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមករកការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់ដោយសុឆន្ទៈពិតប្រាកដក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទសូមគូសបញ្ជាក់ម្ដងទៀតថាសារជាថ្មីថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃតែប៉ុណ្ណោះមិនមែនសំដៅលើគោលដៅជនស៊ីវិលឬក៏កន្លែងស៊ីវិលណាមួយឡើយកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅការគោរពអនុវត្តរាល់កាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិបានយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់ជាទីបំផុតកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងស្របតាមច្បាប់អន្តរជាតិទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីខែតុលាក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានបដូវវេនសូមគូបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជានឹងនៅតែបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា